បងអូនថ្ងៃនេះនឹកចង់នំបញ្ចុកស្រស់ហើយក៏គ្មានអីគ្រប់ដែរគ្មានឈាមគ្មានជើងមាន់តាមពិតជើងមាន់មាននៅផ្សារស៊ីចិត្តផ្ទះដែរតែអត់ចង់អញ្ចឹងខ្ញុំយកក្បាលត្រីប្រាមកងាស់ធ្វើទឹកស៊ុបទៅហើយប៉ាតេត្រីចៀនបន្លែគឺមានតែពីមុខទេសកូនហើយនឹងអីគេក៏ឆាយនិយាយរួមទៅបងប្អូនហើយធ្វើតាអត់ថាយើងឆ្ងាញ់ខ្លួនយើងហូបឆ្ងាញ់ខ្លួនយើងចង់ធ្វើដាក់អីក៏បានដែរសាច់តែយើងមិនគ្រប់គ្រឿងឲ្យតែយើងចង់ធ្វើទៅធ្វើហូបអស់មួយចានហើយបាននឹកឃើញថាដូចជាភ្លេចអីទេគឺភ្លេចជីងវងភ្លេចដាក់ជីងវងអស់មួយចានបាត់ឥឡូវមកមើលពីរបៀបខ្ញុំធ្វើខ្ញុំនេះក្បាលត្រីប្រា2ហ្នឹងគឺខ្ញុំដាំទឹកស្រស់ឲ្យលាង3 4ទឹកទៀតពួកអីពួកត្រីនេះឆ្អាបណាស់ទោះមក3ស្លឹកគ្រៃមកបាច់យកមកដាក់ចូលក្នុងហ្នឹងទៅហើយល្មៀតខ្ជាយខ្ញុំដាក់ចូលដើម្បីឲ្យវាទន់ពួកខ្ញុំដកចេញពីទូកទេដល់ពេលដកចេញមើលតែវាទន់អញ្ចឹងហើយបានបុកជាមួយនឹងខ្ទឹមសជាមួយម្ទេសហើយខ្ជាយនេះមានតែក្បាលទេបងប្អូនចឹងខ្ញុំបុកម៉ត់ចឹងហើយបានខ្ញុំយកទៅដាក់ចូលនៅក្នុងទឹកហើយអញ្ចឹងទៅក្នុងទឹកហ្នឹងខ្ញុំដាក់ទឹកត្រីដាក់ស្ករម្សៅស៊ុបអីអញ្ចឹងទៅនិយាយរួមទៅបងប្អូនខ្ញុំធ្វើតាមរបៀបខ្ញុំទេបើបងប្អូនគិតថាធ្វើតាមក្បួនខ្ញុំនេះវាខុសបងប្អូនធ្វើតាមក្បួនបងប្អូនទៅក្បាលត្រីនេះខ្ញុំដកចេញហើយគឺខ្ញុំនេះខ្ញុំត្រងយកកាកចេញទៅពីព្រោះអីខ្ញុំអត់ចង់បានអាកាកហ្នឹងទេខ្ញុំចង់បានតែទឹកវាទេព្រោះអាកាកអីហ្នឹងវាចេញជាតិហើយប៉ាតេត្រីនេះធ្វើខ្លួនឯងឯងបងប្អូនខ្ញុំបានចេញវីដេអូពីរបៀបធ្វើឲ្យបងប្អូនបើចង់ធ្វើអីបងប្អូនធ្វើទៅព្រោះនិយាយរួមទៅបងប្អូនដឹងស្រាប់ហើយអាទឹកសាឡនំបញ្ចុកនឹងយើងធ្វើយើងមានគ្រឿងច្រើនមានបន្លែច្រើនណាប៉ុន្តែដូចខ្ញុំនិយាយចឹងខ្ញុំមានអីខ្ញុំធ្វើនឹងអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអើយមានអីច្រើនទេខ្ញុំចង់ហូបជាមួយទឹកកាពិបានខ្ញុំចង់ហូបនំបញ្ចុកស្រស់ហ្នឹងសូមជម្រាបលាពីម៉ែសវណ្ណនៅប្រទេសអង់គ្លេស